នៅក្នុងវីដេអូហ្នឹងយើងនឹងមកនិយាយអំពីប្រទេសហ្វីលីពីនដែលកំពុងតែមានរឿងទាក់ទងជាមួយនឹងការធ្វើបាតុកម្មធំមែនទែនស្រដៀងទៅនឹងប្រទេសនេប៉ាល់មុននឹងចូលទៅប្រធានបទខ្ញុំសូមនិយាយទាក់ទងជាមួយនឹងបញ្ហាផ្សេងៗអំពីបាតុកម្មនៅក្នុងប្រទេសមួយចំនួនក្នុងរយៈពេលប្រហែលខែមកហ្នឹងហើយក្នុងនោះយើងឃើញថាដំបូងឡើយគឺប្រទេសថៃនៅពេលដែលប្រទេសថៃចាប់ផ្ដើមមានបាតុកម្មទាក់ទងជាមួយផ្នែកនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃហើយក៏វានាំឲ្យមានការឈ្លោះគ្នារហូតឈានដល់ការមានបញ្ហាជាមួយនឹងប្រទេសកម្ពុជាជាដើមហើយឥឡូវហ្នឹងប្រទេសថៃបានដោះស្រាយបញ្ហារួចហើយដោយបានប្តូរនៅនាយករដ្ឋមន្ត្រីរបស់ប្រទេសរបស់ខ្លួនហើយបន្ទាប់ពីចប់នៅប្រទេសថៃចូលមកដល់ប្រទេសឥណ្ឌូនេស៊ីគឺតាក់ទងជាមួយការបាតុកម្មបានផ្ទុះមានឡើងដោយសារតែគេបានអនុម័តនៅកញ្ចប់ប្រាក់ខែរបស់សភាគឺម្នាក់ឡើងទៅដល់រហូត3ទៅ$4,000ក្នុងនោះយើងដឹងហើយថាប្រជាជននៅឥណ្ឌូនេស៊ីគឺមានប្រាក់ខែដែលប្រជាជនធម្មតាមានប្រាក់ខែត្រឹមតែ300ទៅ500អីប៉ុណ្ណោះដូចទៅនឹងប្រទេសកម្ពុជាយើងចឹងហើយដោយសារតែបែបហ្នឹងហើយទើបធ្វើឲ្យប្រជាជនឥណ្ឌូនេស៊ីមានការខឹងសម្បារនាំគ្នាធ្វើបាតុកម្មប្រឆាំងជាមួយនឹងប្រាក់ខែរបស់មន្ត្រីរដ្ឋសភាបែបហ្នឹងបន្ទាប់ពីចប់នៅប្រទេសឥណ្ឌូនេស៊ីហើយបន្ទាប់មកក៏មាននៅប្រទេសបារាំងក៏មានការបាតុកម្មមួយដែរក៏ប៉ុន្តែវាលក្ខណៈជាទ្រង់ទ្រាយតូចទេវាអត់ធំទេហើយក្នុងនោះគឺបានកើតឡើងដោយសារតែលោកម៉ាក្រុកបានធ្វើការដកនៅកញ្ចប់ថវិកាសាធារណៈហើយកញ្ចប់ថវិកាសាធារណៈហ្នឹងគឺវាជាកញ្ចប់ដែលគេជំនួយទៅដល់សាលារៀនឬក៏សាកលវិទ្យាល័យឬក៏សេវាសាធារណៈផ្សេងៗជាហេតុហ្នឹងហើយធ្វើឲ្យមានបាតុកម្មកើតឡើងដែរប៉ុន្តែវាជាទ្រង់ទ្រាយតូចដែលធ្វើឲ្យមិនមានផលប៉ះពាល់អីទៅដល់ប្រទេសបារាំងទេបន្ទាប់ពីប្រទេសបារាំងបានចប់ទៅហើយវាចូលមកដល់ប្រទេសនេប៉ាល់គឺជាបាតុកម្មមួយដ៏ធំមែនទែនដល់ថ្នាក់នាយករដ្ឋមន្ត្រីរបស់ប្រទេសនេប៉ាល់ធ្វើការរត់ចេញពីទីប្រទេសរបស់ខ្លួនក្នុងនោះការបាតុកម្មនៅក្នុងប្រទេសនេប៉ាល់គឺបានដុតបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសនេប៉ាល់ហើយក្នុងនោះយើងឃើញថាអគារទំនើបសណ្ឋាគារព្រមទាំងឡានទំនើបជាច្រើនត្រូវបានដុតបំផ្លាញចោលហើយមូលហេតុដែលឈានដល់ការធ្វើបែបហ្នឹងគឺដោយសារតែនាយករដ្ឋមន្ត្រីបានអនុម័តនៅការបិទនៅបណ្ដាញសង្គមដូចជាបណ្ដាញសង្គម TikTok ឬក៏ Facebook អីហ្នឹងហើយដែលធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីបណ្ដាប្រជាជនរបស់ប្រទេសនេប៉ាល់រហូតឈានដល់ការធ្វើបាតុកម្មដ៏ធំបែបហ្នឹងឥឡូវហ្នឹងចប់ពីប្រទេសនេប៉ាល់យើងចូលមកដល់ប្រធានបទរបស់យើងគឺប្រទេសហ្វីលីពីនហើយឥឡូវហ្នឹងប្រទេសហ្វីលីពីនកំពុងតែមានបាតុកម្មយ៉ាងធំមួយស្រដៀងជាមួយនឹងប្រទេសនេប៉ាល់ដែរយើងឃើញថាបាតុកម្មហ្នឹងតាមរយៈវីដេអូគឺយើងបានឃើញថាកំពុងតែមានការដុតបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងទីក្រុងរបស់ប្រទេសហ្វីលីពីនហើយបាតុកម្មហ្នឹងគឺគេកំពុងតែធ្វើឡើងនៅក្នុងទីក្រុងរីកតូជាមួយនឹងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីននៅថ្ងៃហ្នឹងតែម្ដងគឺថ្ងៃអាទិត្យថ្ងៃទី21ខែកញ្ញាឆ្នាំ2025ហ្នឹងហើយក្នុងនោះយើងឃើញថាមានបាតុករប្រហែលជា10នាក់ត្រូវបានគេចាប់ខ្លួនហើយឥឡូវហ្នឹងគេប៉ូលីសជាមួយនឹងក្រុមបាតុករហ្នឹងកំពុងតែប្រឆាំងតទល់គ្នាទៅវិញទៅមកមានការគប់ដុំថ្មឬក៏មានការដុតនៅអ្វីផ្សេងៗហើយក្រុមបាតុករដែលធ្វើការប្រឆាំងនៅក្នុងប្រទេសហ្វីលីពីនហ្នឹងគឺដោយសារតែតាក់ទងជាមួយនឹងអំពើពុករលួយនៅក្នុងគម្រោងមួយដើម្បីប្រឆាំងជាមួយទឹកជំនន់ក៏ប៉ុន្តែយើងពុំឃើញមានការអនុវត្តនៃគម្រោងនេះទេហើយយើងដឹងហើយថាកញ្ចប់ថវិកានៃគម្រោងមួយហ្នឹងគឺវាមានចំនួនច្រើនមែនទែនរហូតដល់545លានភីសូបើគិតជាដុល្លារវិញគឺវាមានរហូតដល់9.5ពាន់លានដុល្លារឯណោះក៏ប៉ុន្តែនៅពេលដែលគេអនុម័តរួចហើយគេអត់មានឃើញនៅគម្រោងមួយហ្នឹងចេញទេវានៅតែមានទឹកជំនន់នៅតែមានខ្យល់ព្យុះអីខ្លាំងក្លាដែលធ្វើឲ្យមានបញ្ហាឬក៏ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនអញ្ចឹងហើយប្រជាជនគិតថាវាមិនមែនជាគម្រោងដែលគេបានអនុវត្តទេគឺវាគ្រាន់តែជាគម្រោងខ្មោចតែប៉ុណ្ណោះឬក៏គេហៅថា Ghost Project អញ្ចឹងហើយទើបបណ្ដាលឲ្យមានការផ្ទុះកំហឹងឡើងតាមរយៈបណ្ដាញសង្គមដូចជា TikTok Facebook ហើយឬក៏បណ្ដាញសង្គម X ហ្នឹងនាំឲ្យ
ប្រជាជនហ្វីលីពីនមួយចំនួនបានបញ្ចេញមតិប្រឆាំងហើយក៏នាំគ្នាប្រឆាំងដោយអំពើហិង្សាតែម្ដងទៅហើយឥឡូវហ្នឹងរាជរដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីនគេកំពុងតែធ្វើការរិះរកសន្យាជាមួយនឹងបាតកោដើម្បីក្នុងការស្វែងរកតាក់ទងជាមួយនឹងអំពើពុករលួយហើយយើងអត់ដឹងថាអំពើពុករលួយហ្នឹងវាដោយសារមូលហេតុអ្វីច្បាស់លាស់ទេយើងអត់ដឹងថាអ្នកណាគេដែលជាអ្នកកាន់គម្រោងឬក៏ប្រជិតមួយហ្នឹងទេពីព្រោះនៅពេលដែលគេអនុម័តថវិកាទាំងអស់ហ្នឹងហើយគឺវាធ្លាក់ទៅលើដៃក្រុមហ៊ុនហើយក៏ប៉ុន្តែយើងអត់ដឹងថាតួលេខដែលវាធ្លាក់លុយទៅដល់ក្រុមហ៊ុនហ្នឹងគឺវាមានចំនួនប៉ុន្មានទេហើយចំណែកដែលថវិកាដែលគេអនុម័តហ្នឹងគឺវាដែលគេបានប្រកាសហើយគេអនុម័តហ្នឹងគឺវាច្រើនមែនទែនរហូតដល់9.5 លានដុល្លារក៏ប៉ុន្តែតាក់ទងជាមួយគម្រោងដែលបានធ្វើមែនទែនយើងអត់ដឹងថាគេធ្វើប៉ុន្មានទេពីព្រោះនៅពេលដែលមកដល់ខែរដូវវស្សាហ្នឹងគឺគេឃើញនៅតែមានបញ្ហាខ្យល់ព្យុះឬទឹកជំនន់ខ្លាំងមែនទែនធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋហ្នឹងអញ្ចឹងហើយបានជាចាប់ផ្ដើមមាននៅបាតកម្មដ៏ធំមួយហ្នឹងបានផ្ទុះឡើងនៅថ្ងៃនេះតែម្ដងហើយចាំមើលយើងនឹងតាមដានបន្តទៀតតាក់ទងជាមួយនឹងបាតកម្មមួយហ្នឹងតើថាវានឹងខូចធ្ងន់ធ្ងរខ្លាំងដូចជាប្រទេសនេប៉ាល់ឬក៏អត់ព្រោះឥឡូវហ្នឹងគឺជាថ្ងៃដំបូងនៃបាតកម្មរបស់ប្រទេសហ្វីលីពីនយើងអត់ដឹងថាប៉ុន្មានថ្ងៃទៅមុខទៀតបាតកម្មហ្នឹងអាចនឹងរីកធំជាងមុនដូចជាប្រទេសនេប៉ាល់ឬក៏វាគ្រាន់តែថ្ងៃនេះតែមួយថ្ងៃឬក៏ស្អែកតែមួយថ្ងៃទៀតអាចចប់ទៅវិញក៏ថាបានអញ្ចឹងហើយចាំមើលយើងនឹងតាមដានបន្តទៀតតាក់ទងទៅវីដេអូមួយហ្នឹងយើងគឺមានតែប៉ុណ្ណឹង